ពុកម៉ែបងប្អូននេះគឺជាទេសភាពនៅស្រុកស្រែជនបទផងដែរពុកម៉ែបងប្អូនពេលព្រឹកឡើងគឺពុកម៉ែបងប្អូនរបស់យើងគាត់ទៅលក់នំលក់នេកនៅផ្សារពេលព្រឹកផងដែរនេះគឺជាទស្សនវិជ្ជាស្រុកស្រែចំការរបស់យើងពុកម៉ែបងប្អូនឃើញថាគឺទេសភាពនៅរដូវខែវស្សាខែភ្លៀងនេះគឺមានទេសភាពស្រស់ស្អាតមែនទែនពុកម៉ែបងប្អូននេះគឺជាផ្លូវតាមភូមិជនបទស្រុកស្រែផងដែរពុកម៉ែបងប្អូនបរិយាកាសពេលព្រឹកគឺបែបស្រស់ស្រាយមែនទែនពុកម៉ែបងប្អូនគឺពុកម៉ែបងប្អូនរបស់យើងគឺគាត់លក់បន្លែបន្លុកដែលគាត់ដាំនៅផ្ទះឬក៏បន្លែដែលដុះនៅតាមរបងផ្ទះអញ្ចឹងហើយគឺគាត់ចូលទៅលក់ផងដែរពុកម៉ែបងប្អូនគឺគាត់រកស៊ីប្រកបមុខរបរបន្តិចបន្តួចអញ្ចឹងពុកម៉ែបងប្អូនបែបស្រុកស្រែចំការខ្លះណាទៅគាត់ទៅមើលកូនចិញ្ចឹមសត្វចិញ្ចឹមមាន់ចិញ្ចឹមទាអញ្ចឹងពុកម៉ែបងប្អូនដើម្បីជីវភាពប្រចាំថ្ងៃផងដែរបើសម្រាប់ខ្ញុំទីក្រុងជាមួយស្រុកស្រែគឺមួយយ៉ាងម្នាក់ទេគឺខ្ញុំនៅទីក្រុងក៏បាននៅស្រុកស្រែក៏បានដោយសារតែខ្ញុំគឺកូនអ្នកស្រែចំការដែរអញ្ចឹងហើយខ្ញុំអត់រើសកន្លែងទេកន្លែងណាក៏ខ្ញុំនៅបានដែរពុកម៉ែបងប្អូននៅស្រុកស្រែចំការចង់និយាយថាគឺបើនិយាយពីការខ្យល់បរិសុទ្ធអីគឺនៅស្រុកស្រែគឺមានខ្យល់បរិសុទ្ធជាងពុកម៉ែបងប្អូនដោយសារតែស្រុកស្រែនឹងសម្បូរទៅដោយធម្មជាតិដើមឈើមានរបស់ដែលជាបែបស្រុកស្រែអញ្ចឹងពុកម៉ែបងប្អូនអ្នកខ្លះដាំបន្លែដាំអីអញ្ចឹងហើយថ្ងៃនេះក៏ជាថ្ងៃសិលផងដែរពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនរបស់យើងក៏បានយកចំហាន់ទៅអីហ្នឹងទៅវត្តផងដែរហើយសម្រាប់ថ្ងៃសិលពុកម៉ែបងប្អូនរបស់យើងក៏បានយកចំហាន់ទៅវត្តហើយគាត់ក៏ចូលទិញអីវ៉ាន់ដែលគេផ្សារនៅថ្ងៃសិលគឺបើកផងដែរជារៀងរាល់ថ្ងៃសិលផងដែរពុកម៉ែបងប្អូននៅស្រុកស្រែរបស់យើងក៏មានផ្លូវបេតុងដែរឥឡូវនេះដោយសារតែប្រទេសជាតិរបស់យើងក៏មានការអភិវឌ្ឍផងដែរផ្សារថ្ងៃសិលចាប់ផ្ដើមបើកឲ្យពុកម៉ែបងប្អូនតិចទៀតពុកម៉ែបងប្អូនមកយើងគាត់យកចំហាន់ទៅវត្តគាត់នឹងជួយទិញពុកម៉ែបងប្អូនអាជីវករដែលគាត់លក់អីវ៉ាន់មានដូចជាខោអាវឬក៏របស់ប្រើប្រាស់ប្រចាំថ្ងៃគឺមានលក់គ្រប់យ៉ាងតែម្ដងពុកម៉ែបងប្អូនទាំងរបស់ញ៉ាំរបស់អីគឺមានលក់តែម្ដងឥឡូវនេះគឺគាត់រៀបអត់ទាន់រួចទេហើយបន្តិចទៀតនឹងមានពុកម៉ែបងប្អូនរបស់យើងយកចំហាន់ទៅវត្តផងដែរដោយសារតែថ្ងៃនេះគឺជាថ្ងៃសិលអញ្ចឹងណាពុកម៉ែបងប្អូនបរិយាកាសពេលព្រឹកគឺស្រស់ស្រាយមែនទែនពុកម៉ែបងប្អូនកន្លែងនេះមានលក់បបរអ្នកណាចង់ញ៉ាំបបរអីគឺលក់នៅសាលារៀនពុកម៉ែបងប្អូនអាចញ៉ាំបានតែបានមួយណ៎អ៊ំបានមួយណ៎ហើយនេះពុកម៉ែបងប្អូនលក់ឆាបើអ៊ំក៏លក់ឆ្ងាញ់ហ៎បាទនៅនេះមានលក់របស់ប្រើប្រាស់គ្រប់យ៉ាងពុកម៉ែបងប្អូនអាចមកទិញបានផងដែរផ្សារថ្ងៃសិលនៅឃុំសឹងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យសាលារៀនសឹង